នៅភូមិតូចមួយនៅជាប់ព្រំប្រទល់ខេត្តព្រះវិហារមានក្មេងស្រីវ័យជំទង់ឈ្មោះសុវណ្ណដែលរស់នៅជាមួយម្ដាយម្នាក់ឯងឪពុកនាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍អស់រយៈពេល5ឆ្នាំហើយមុនពេលស្លាប់ឪពុកនាងតែងតែហៅទូរស័ព្ទមកនាងរាល់យប់ដើម្បីនិយាយលួងលោមព្រោះនាងខ្លាចងងឹតខ្លាំងបន្ទាប់ពីគាត់ស្លាប់សុវណ្ណនៅតែរក្សាលេខទូរស័ព្ទចាស់របស់គាត់នៅក្នុងទូរស័ព្ទខ្លួនឯងហើយពេលខ្លះនាងហៅទៅលេខនោះគ្រាន់តែដើម្បីស្ដាប់សំឡេងសារជូនដំណឹងថាលេខនេះមិនអាចតាក់ទងបានមានមិត្តភក្តិពីរញាក់របស់សុវណ្ណគឺរតនាស្រីដែលក្លាហានចូលចិត្តរឿងខ្មោចនិងសុភាពប្រុសដែលជាមិត្តរួមថ្នាក់តែងតែនិយាយថារឿងខ្មោចគឺគ្រាន់តែការស្រមៃថ្ងៃមួយរសៀលភ្លៀងធ្លាក់ខ្លាំងរតនាមកលេងផ្ទះសុវណ្ណពួកនាងអង្គុយនិយាយគ្នានៅលើគ្រែរតនាបាននិយាយដោយរំភើបសុវណ្ណឯងដឹងទេខ្ញុំទើបនឹងអានរឿងមួយនៅលើអ៊ីនធឺណិតគេនិយាយថាបាននរណាហៅទូរស័ព្ទទៅលេខរបស់មនុស្សស្លាប់ហើយមាននរណាលើកនោះមានន័យថាវិញ្ញាណគេតបវិញសុវណ្ណបានសើចបន្តិចប៉ុន្តែភ្នែកនាងមានការព្រួយបារម្ភកុំនិយាយអញ្ចឹងអីខ្ញុំធ្លាប់ហៅលេខប៉ាខ្ញុំរាល់យប់គ្រាន់តែស្ដាប់សំឡេងសារខ្ញុំក៏ធូរស្បើយបន្តិចរតនាបានញញឹមញញែមចុះបើយើងសាក់លបងយើងហៅទៅលេខប៉ាឯងឥឡូវនេះបើគ្មានអីយើងសើចលេងបើមានហឹកសុវណ្ណបានងក់ក្បាលបដិសេធខ្ញុំមិនចង់ទេវាធ្វើឲ្យខ្ញុំគិតដល់ប៉ាខ្លាំងពេកប៉ុន្តែរតនាទទូចខ្លាំងរហូតសុវណ្ណយល់ព្រមនាងបើកទូរស័ព្ទស្វែងរកលេខប៉ារួចចុចហៅសំឡេងជូនដំណឹងធម្មតាលេខដែលអ្នកហៅមិនអាចតាក់ទងបានពួកនាងសើចគ្នាល្ងាចនោះសុភាពមកជិះកាំងមកលេងគាត់បានឮរឿងនោះហើយសើចធំឯងទាំងពីរឈួតហើយលេខស្លាប់ហើយគេបិទទៅហើយគ្មានខ្មោចអីទេបើមានខ្ញុំចង់និយាយជាមួយវាម្ដងសាករតនាបាននិយាយលេងអញ្ចឹងយើងហៅម្ដងទៀតចុះលើកនេះបើកលបឿនពួកគេបានហៅម្ដងទៀតសំឡេងដដែលគ្មានអ្វីកើតឡើងពួកគេសើចគ្នារួចសុភាពជិះកង់ត្រឡប់ផ្ទះយប់នោះម៉ោងជាងអធ្រាត្រសុវណ្ណភ្ញាក់ឡើងព្រោះទូរស័ព្ទរោននាងមើលអេក្រង់ឃើញលេខប៉ាកំពុងហៅមកនាងភ័យខ្លាំងប៉ុន្តែដៃនាងញ័រហើយជិតលើកសំឡេងឪពុកនាងបន្លឺឡើងសំឡេងទាបស្ងួតស្ងៀងសុវណ្ណកូនប៉ាធម្មតាទេកូនគេងលក់ហើយឬនៅសុវណ្ណបានយំស្ងួតប៉ាស្លាប់ហើយមែនទេនេះជាការលេងសើចឬសំឡេងនោះតបវិញប៉ាមិនស្លាប់ទេកូនប៉ានៅទីនេះកូនហៅប៉ាមែនទេប៉ាឮសំឡេងកូនប៉ាត្រជាក់ណាស់កូនមកជួបប៉ាបានទេសុវណ្ណបានបិទទូរស័ព្ទភ្លាមហើយយំខ្សឹកខ្សោយនាងហៅទៅរតនាប៉ុន្តែគ្មាននរណាលើកនាងហៅទៅសុភាពគាត់លើកភ្លាមសុភាពមានរឿងចម្លែកណាស់លេខប៉ាខ្ញុំហៅមកគាត់និយាយជាមួយខ្ញុំសុភាពបាននិយាយដោយសំឡេងងងុយគេងឯងសុបិនហើយមើលទៅឬក៏មាននរណាលេងសើចគេងទៅព្រឹកស្អែកខ្ញុំមកឯផ្ទះឯងប៉ុន្តែមួយសន្ទុះក្រោយទូរស័ព្ទសុវណ្ណរត់ម្ដងទៀតលេខដដែលនាងមិនហ៊ានលើកនាងផ្ញើសារទៅសុភាពវាហៅម្ដងទៀតហើយខ្ញុំខ្លាចណាស់សុភាពតបវិញកុំលើកអីបិទទូរស័ព្ទទៅខ្ញុំជិះកង់មកឥឡូវនេះសុភាពជិះកង់មកដល់ផ្ទះសុវណ្ណកណ្ដាលយប់គាត់អង្គុយក្បែរនាងហើយនិយាយថាមើលឥឡូវស្ងប់ហើយគ្មានអីទេប្រហែលជាការរំខានសញ្ញាឬអីជាដើមសុវណ្ណបានងក់ក្បាលប៉ុន្តែនាងនៅតែភ័យពេលគាត់កំពុងនិយាយទូរស័ព្ទរបស់សុភាពរោទឡើងគាត់មើលអេក្រង់ឃើញលេខមិនស្គាល់គាត់លើកសំឡេងបូរ៉ាសចាមិនលឺឡើងសុភាពកូនកំពុងនៅឯណាប៉ารងចាំកូនយូរហើយសុភាពបានស្លេកមុខញាក់ណាញាក់ខុសលេខហើយប៉ាខៀងនៅមានជីវិតសំឡេងនោះសើចខ្សឹកប៉ាស្លាប់ហើយកូនភ្លេចប៉ាហើយឬក៏កូនមកជួបប៉ាវិញចុះនៅទីងងឹតត្រជាក់ណាស់សុភាពបានបិទទូរស័ព្ទហើយនិយាយដោយញ័រសុវណ្ណប៉ាខៀងស្លាប់តាំងពីខៀមតូចគ្មាននរណាដឹងលេខនេះទេភ្លាមនោះទូរស័ព្ទទាំងពីររត់ស្របគ្នាលេខដដែលពួកគេមើលគ្នាហើយសុវណ្ណនិយាយទៀបកុំលើកអី
ប៉ុន្តែទូរស័ព្ទនៅតែរត់មិនឈប់សំឡេងពីលបឿនបានបន្លឺឡើងដោយខ្លួនឯងកូនមកជាមួយប៉ាចុះកុំទុកប៉ាតែម្នាក់ឯងយើងនឹងនៅជាមួយគ្នាជារៀងរាល់បន្ទប់បានคล้ายទៅជាត្រជាក់ខ្លាំងនិងពន្លឺភ្លើងបានរលត់នៅក្នុងភាពងងឹតពួកគេឮសំឡេងឪពុកទាំងពីរនិយាយគ្នាកូនមកហើយល្អណាស់ព្រឹកស្អែកម្ដាយសុវណ្ណត្រឡប់មកផ្ទះពីចំការឃើញទ្វារបោកចម្រាប៉ុន្តែគ្មាននរណានៅទូរស័ព្ទទាំងពីរដាក់នៅលើគ្រែហើយមានសារជាសំឡេងនៅក្នុងប្រអប់សារនាងបើកស្ដាប់សំឡេងសុវណ្ណនិងសុភាពនិយាយគ្នាទៀបយើងនៅទីនេះហើយជាមួយប៉ាកុំមករកយើងអីសោះនៅទីនេះសប្បាយណាស់ត្រជាក់ងងឹតប៉ុន្តែយើងនៅជាមួយគ្នាជារៀងរាល់ចាប់ពីថ្ងៃនោះទៅនៅរាល់យប់ភ្លៀងធ្លាក់គេឮសំឡេងទូរស័ព្ទរោទនៅក្នុងផ្ទះចៅនោះហើយបើនរណាហ៊ានលើកគេនឹងឮសំឡេងក្មេងៗនិយាយថាមកជាមួយយើងចុះកុំទុកយើងតែម្នាក់ឯងទេ